ក្រៀមជ័យលើកណាក៏ចាញ់ពួកមនុស្សសាសូរ៉ាក៏មានវិចារថាតើយើងក៏ត្រូវធ្វើអាសរៈជាពាក្យបាលីដែលមានន័យថាអមនុស្សពួកមួយដែលទីតីពីពួកទេវតាឬជាសត្រូវនៃពួកទេវតានៅឋានត្រៃត្រឹងនិងក៏ជាតួអង្គមួយក្នុងរឿងរាមកេរ្តិ៍ប៉ុន្តែពេលនេះអាសរៈបានក្លាយជាឈ្មោះម៉ាកសញ្ញាដំបូងដែលបញ្ចូលរចនាបថខ្មែររំលេចលើគ្រឿងបរិក្ខារអេឡិចត្រូនិកកាសតុកៅអីឬក៏ទ្រនាប់ម៉ៅគឺជាសម្ភារៈស្នូលដែលយុវជនមួយក្រុមរួមគ្នារចនាគំនូរក្រាហ្វិកមានដូចជាតួអង្គក្នុងរឿងបុរាណខ្មែរចំណេះដឹងបែបប្រវត្តិសាស្ត្រក្នុងគោលបំណងបញ្ជ្រាបឲ្យប្រជាពលរដ្ឋនិងយុវជនបានប្រើប្រាស់និងស្គាល់កាន់តែស៊ីជម្រៅអ្វីដែលជាការជំរុញចិត្តឲ្យពួកយើងបង្កើតអាសរៈនេះមកដោយសារយើងឃើញថាសប្តាហ៍ថ្ងៃនៅខ្មែរយើងអត់ទាន់មានអវ៉ាន់អេឡិចត្រូនិកណាដែលមានការរួមបញ្ចូលក្បាច់ខ្មែរអញ្ចឹងដូចជាប្រទេសជប៉ុនគាត់មានអវ៉ាន់ដូចជា anime ដូចជា Fuji អញ្ចឹងពេលអ្នកប្រើប្រាស់គេប្រើទៅគឺគេនឹកឃើញដល់ប្រទេសជប៉ុនអញ្ចឹងពួកខ្ញុំចង់បូកបញ្ចូលអាហ្នឹងទៅដើម្បីពេលអ្នកប្រើប្រាស់គាត់ប្រើទៅគឺគាត់នឹកឃើញដល់ប្រទេសខ្មែរយើងឈ្មោះអាសរៈនេះគឺយើងដកស្រង់ចេញពីរឿងរាមកេរ្តិ៍ពួកខ្ញុំគិតថាឈ្មោះអាសរៈនេះគឺងាយស្រួលងាយចាំប៉ុន្តែគឺមានភាពបែបផែនរបស់ខ្មែរហ្មងអញ្ចឹងខ្ញុំគិតថាបើសិនជាបងប្អូនខ្មែរគាត់ស្ដាប់ទៅគាត់ឮឈ្មោះហ្នឹងគឺគាត់គិតថាអូនេះជារបស់ខ្មែរអាសរៈហ្នឹងគឺដំបូងបង្កើតឡើងគឺនៅឆ្នាំ2018គឺយើងចាប់ផ្ដើមកំង sample មក test អញ្ចឹងគឺយើងចង់ដឹងថាតើផលិតផលដែលយកមកហ្នឹងតើគុណភាពវាយ៉ាងម៉េចដែរយើងអាចទទួលយកបានអត់ហើយឆ្នាំ2019គឺយើងចាប់ផ្ដើមតេស្តទីផ្សាររហូតដល់ឆ្នាំ2020ទើបយើងចាប់ផ្ដើម operation នេះតែម្ដងសម្រាប់ team គឺពួកយើងមានគ្នា6នាក់ដែល3នាក់គាត់កាន់ខាង artwork ម្នាក់គាត់ខាងIT support ម្នាក់គាត់ខាង marketing digital marketing អីហ្នឹងហើយសម្រាប់ខ្ញុំផ្ទាល់គឺ finance ហើយនឹងជួយមើល operation ទូទៅហ្មង
ដើមទុនដំបូងដែលយើងដែរចំណាយដំបូងបំផុតយើងចំណាយប្រហែលជាខ្ទង់20000ទេប៉ុន្តែមកដល់បច្ចុប្បន្នយើងចំណាយរហូតដល់ជាង$70000ការចំណាយយើងចាយពីច្រើនចាយទៅលើ sample ហើយនឹងលុយតម្កល់ដោយសារ product យើងត្រូវការរយៈពេលយូរដើម្បីផលិតចេញហើយយើងត្រូវការលុយតម្កល់ច្រើនទៅកាន់រោងចក្រចំពោះដៃគូរោងចក្រដែលនៅក្រៅប្រទេសបច្ចុប្បន្នយើងមានទំនាក់ទំនងល្អមួយគ្នាដោយសារមកខាងទាំងខ្ញុំទាំងដៃគូខ្ញុំគាត់មានទំនួលខុសត្រូវដូចគ្នាអញ្ចឹងបើសិនជា product ដែលគាត់ធ្វើមកគុណភាពទាបអញ្ចឹងគាត់ទទួលយក feedback ពីខ្ញុំហើយគាត់កែតម្រូវហើយចំពោះខ្ញុំដូចគ្នាអញ្ចឹងបើសិនជាខ្ញុំត្រូវតម្កល់លុយសាច់ប្រាក់ដើម្បីឲ្យគាត់ទុកចិត្តក្នុងការ cooperate គ្នាជាមួយពួកខ្ញុំចំពោះទឹកប្រាក់ដែលយើងតម្កល់ដែលយើងចំណាយទៅនិងលទ្ធផលដែលទទួលបានខ្ញុំគិតថាអាជីវកម្មនេះយើងអត់ទាន់បានចំណេញទេប៉ុន្តែយើងបានចំណេញមួយផ្នែកធំទៅលើទីផ្សារចំនួនអ្នកpage like យើងគឺកើនឡើងរៀងរាល់ខែចំនួនអ្នកស្គាល់យើងក៏កើនឡើងដូចគ្នាហើយតើតោះជាមួយ feedback ក៏យើងទទួលបាន feedback ល្អច្រើនចំណុចដែលខ្ញុំមានអារម្មណ៍ល្អហើយ proud បំផុតគឺពេលដែលខ្ញុំបានលក់ផលិតផលរបស់ខ្ញុំទៅកាន់អតិថិជនហើយគាត់បាន feedback ល្អពីគាត់មកវិញហើយគាត់បានលើកទឹកចិត្តយើងក្នុងការជំរុញយើងមួយផ្នែកធំដើម្បីដើរទៅមុខទៀតចំពោះបញ្ហាប្រឈមសប្តាហ៍ថ្ងៃគឺបញ្ហាសាច់ប្រាក់ដោយសារសាច់ប្រាក់យើងត្រូវការតម្កល់ទៅរោងចក្រច្រើនហើយការផលិតរបស់យើងមានលក្ខណៈយឺតដោយសារយើងត្រូវចំណាយពេលយូរក្នុងការដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាយើងចំពោះ artwork ដែលយើងផ្ញើជាទូទៅយើងបោះពុម្ពយ៉ាងតិចក៏500បន្ទះឡើងអញ្ចឹងការផលិតហ្នឹងយើងត្រូវចំណាយពេលយូរបន្តិចដើម្បីគាត់ផលិតព្រោះធម្មតាការនៅរោងចក្រគាត់មានអតិថិជនច្រើនសម្រាប់កម្មគាត់ដូចគ្នាអញ្ចឹងយើងត្រូវគឺចាំតាមលេខរៀងតម្រាំទៅដល់វេនយើងអញ្ចឹងវាចំណាយពេលយូរបន្តិចចំពោះឱកាសខ្ញុំគិតថាអសរៈគឺជា brand មួយដែលបានដាក់បញ្ចូលក្បាច់ខ្មែរដំបូងគេទៅក្នុងគ្រឿងអេឡិចត្រូនិកដូច្នេះចំពោះអតិថិជនដែលគាត់មានចំណាប់អារម្មណ៍ទៅលើគ្រឿង accessory ដែលមានក្បាច់ខ្មែរគឺគាត់នឹកឃើញមុនគេគឺអសរៈអញ្ចឹងយើងមានឱកាសក្តាប់យកទីផ្សារច្រើនហើយដើម្បីលើកស្ទួយវប្បធម៌ជាតិយើងចំពោះការប្រុងប្រយ័ត្នយើងគួរតែគិតទៅលើផ្នែកទីផ្សារដោយសារបច្ចុប្បន្នទីផ្សារយើងមានការប្រកួតប្រជែងខ្លាំងអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នមែនទែនចំពោះការនាំទំនិញចូលមកយើងត្រូវដឹងពីទីផ្សារយើងឲ្យច្បាស់យើងដឹងថា target អតិថិជនយើងឲ្យច្បាស់តាំងពីដើមមកដល់បច្ចុប្បន្នខ្ញុំមិនមានការស្ដាយក្រោយក្នុងការចាប់ផ្ដើមនឹងការរៀបចំអាជីវកម្មនេះទេដោយសារយើងបានចាប់ផ្ដើមហើយអញ្ចឹងយើងព្យាយាមអភិវឌ្ឍវាឲ្យល្អយើងអត់មានបានស្ដាយក្រោយទោះបីថាអនាគតឬក៏ថ្ងៃមុខទៅយើងអាជីវកម្មហ្នឹងយើងដួលក៏យើងអត់ស្ដាយក្រោយដែរដោយសារយើងបានចាប់ផ្ដើមរួចទៅហើយចំពោះសារដែលខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនដែលចង់បង្កើតនៅអាជីវកម្មខ្ញុំគិតថាគាត់គួរតែយល់ច្បាស់ពីអាជីវកម្មរបស់គាត់គួរតែមានចំណេះដឹងនៅក្នុងអាជីវកម្មដែលគាត់ចង់បង្កើតយើងអត់អាចពឹងគេទាំងស្រុងទៅលើអាជីវកម្មរបស់យើងបានទេអញ្ចឹងយើងត្រូវដឹងពី flow នៃអាជីវកម្មហ្នឹងថាយើងចង់បង្កើតអីយើងចេះជំនាញអីអញ្ចឹងបានន័យថាពេលដែលយើងអត់មានអ្នកដែលអាចពឹងពាក់បានក៏យើងអាចទៅមុខខ្លួនឯងបានសម្រាប់ក្តីសម័យរបស់ពួកយើងផ្ទាល់ដោយសារនាពេលបច្ចុប្បន្នយើងនាំ product មកពីខាងក្រៅអញ្ចឹងសង្ឃឹមថាទីទៀតយើងអាចផលិតដោយនៅក្នុងរោងចក្រនៅខ្មែរយើងតែម្ដងហើយសង្ឃឹមថាពួកយើងអាចបូករួមបញ្ចូលតួអង្គផ្សេងៗនៅក្នុងរឿងប្រភេទខ្មែរដកស្រង់ចេញពីរឿងខ្មែរហ្មងមិនថាតែរឿងរាមកេរ្តិ៍ទេអញ្ចឹងដើម្បីឲ្យបានតួអង្គកាន់តែច្រើនមានរូបកាន់តែច្រើនហើយដោយសារឥឡូវយើង focus ជាងគេទៅលើ Mouthpad មានជម្រើសច្រើនជាងគេអញ្ចឹងសង្ឃឹមថាទីទៀតទៅមាន product ផ្សេងៗជាច្រើនដែលមាន mode ផ្សេងៗគ្នាមានជម្រើសផ្សេងៗគ្នាច្រើនជាងនឹងទៀតហើយសង្ឃឹមថាយើងអាចនាំផលិតផលទាំងហ្នឹងទៅខាងក្រៅទៅប្រទេសជិតខាងដើម្បីវាដូចជាការពំនាំវប្បធម៌យើងមួយទៅដល់ប្រទេសខាងក្រៅឲ្យគេកាន់តែស្គាល់ពីវប្បធម៌នៃធម៌ខ្មែរកម្មវិធីខ្មែរ Insider មានចាក់ផ្សាយរៀងរាល់ថ្ងៃពុធវេលាម៉ោង 12:30 នាទីថ្ងៃត្រង់តាមរយៈប្រព័ន្ធ Digital នៅលើគេហទំព័រ AMS Economy ដែលមានអាសយដ្ឋាន economy.ams.com.kh ហើយលោកអ្នកក៏អាច scan លើ QR code ដើម្បីទៅកាន់គេហទំព័ររបស់យើងខ្ញុំ
សម្រាប់ការឧបត្ថម្ភនិងផ្សព្វផ្សាយតាមបែប Digital ជាមួយនឹង AMS សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ